ខ្ញុំគឺលុនយែនបន្ទាប់ពីការខូចចិត្តខ្ញុំបានចូលទៅក្នុងហ្គេមមួយដើម្បីព្យាយាមជួយសង្គ្រោះឪពុកនិងបងប្អូនជីដូនមួយរបស់ខ្ញុំប៉ុន្តែខ្ញុំបានបញ្ចប់ដោយការក្លាយជាអធិរាជនៃពិភពលោកតូចមួយនេះទៅវិញហើយឥឡូវនេះខ្ញុំមានរាងកាយដ៏ពិសិដ្ឋនៃ Dual Cultivation នៅយប់មួយបុរសវ័យក្មេងម្នាក់ដើរតាមដងភ្លៅទាំងដកដង្ហើមធំដោយគិតអំពីការសម្ភាសការងារដែលបរាជ័យម្ដងទៀតគាត់ឆ្ងល់ថាតើពេលណាជីវិតរបស់គាត់នឹងប្រសើរឡើងបុរសវ័យក្មេងនេះគឺលីអុនដែលជាតួឯកនៃរឿងនេះគាត់ជានិស្សិតបញ្ចប់ការសិក្សានៅសាកលវិទ្យាល័យហើយត្រូវបានគេបដិសេធចំនួន18ដងរួចមកហើយនៅក្នុងការសម្ភាសការងារទោះបីជាយ៉ាងនេះក្តីគាត់មានមិត្តស្រីដ៏ស្រស់ស្អាតចេះយកចិត្តទុកដាក់និងចេះថ្នាក់ថ្នមពួកគេបានជួបគ្នានៅបរិវេណសាកលវិទ្យាល័យហើយនាងតែងតែនៅទីនោះដើម្បីលួងលោមគាត់នៅពេលគាត់មានអារម្មណ៍ហត់នឿយលេអុនព្យាយាមបំភ្លេចការសម្ភាសដ៏គួរឲ្យខកចិត្តនេះព្រោះថ្ងៃនេះគឺជាខួប3ឆ្នាំនៃទំនាក់ទំនងរបស់ពួកគេហើយគាត់មានគម្រោងធ្វើឲ្យនាងភ្ញៀកផើពេលគាត់ចេញពីផ្ទះគាត់ឃើញឡានមួយចតនៅទីនោះកំពុងតែរង្គោះរង្គើគាត់ឮសំឡេងនិយាយគ្នាហើយមានអារម្មណ៍ថាសំឡេងមួយក្នុងចំណោមនោះគឺជាសំឡេងដែលធ្លាប់ស្គាល់ខណៈពេលដែលគាត់ដើរទៅជិតឡាននោះគាត់ឃើញមិត្តស្រីរបស់គាត់នៅកញ្ចក់បង្អួចនាងងាកទៅខាងក្នុងហើយនិយាយថាមិត្តប្រុសរបស់នាងនៅខាងក្រៅបុរសដែលនៅក្នុងរថយន្តប្រាប់នាងឲ្យបន្តទៀតដោយនិយាយថានេះធ្វើឲ្យស្ថានភាពកាន់តែរំភើបលីអុងខឹងយ៉ាងខ្លាំងពេលឃើញទស្សនវិជ្ជានោះនៅពេលនោះម្ដាយរបស់គាត់បានទូរស័ព្ទមកគាត់ហើយគាត់ឆ្ងល់ថាហេតុអ្វីបានជាគាត់ទូរស័ព្ទមកនៅម៉ោងនេះពេលគាត់ទទួលទូរស័ព្ទគាត់ប្រាប់គាត់ថាឪពុកនិងបងប្អូនជីដូនមួយរបស់គាត់មិនស្រួលខ្លួនហើយត្រូវវះកាត់ជាបន្ទាន់គាត់សុំម្ដាយកុំឲ្យភ័យស្លន់ស្លោហើយនិយាយថាគាត់នឹងទៅដល់ទីនោះឲ្យបានឆាប់តាមដែលអាចថយទៅបានដោយទុកនំខេកចោលគាត់ក៏រត់ទៅជួបគ្រូសាស្ត្រទន្ទឹមនឹងនោះនៅមន្ទីរពេទ្យគ្រូពេទ្យប្រាប់ម្ដាយរបស់លីអុងថាពេលនេះពួកគេមានស្ថិរភាពហើយប៉ុន្តែបានធ្លាក់ក្នុងសភាពសន្លប់ឬកូម៉ាយ៉ាងជ្រៅហើយប្រហែលជាមិនអាចរស់បានយូរនោះទេលោកបន្ថែមថាថ្មីនេះមន្ទីរពេទ្យបានទទួលអ្នកជំងឺជាច្រើនដែលមានរោគសញ្ញាដូចគ្នាហើយអ្នកឯកទេសមិនអាចកំណត់ពីមូលហេតុពិតប្រាកដនៃបញ្ហានេះបានជាចុងក្រោយគាត់ប្រមាននាងឲ្យត្រៀមខ្លួនសម្រាប់រឿងដ៏អាក្រក់បំផុត 2-3 នាទីក្រោយមកលីអុងបានមកដល់មន្ទីរពេទ្យដើម្បីរកឪពុករបស់គាត់ម្ដាយរបស់គាត់ប្រាប់គាត់ថាឪពុករបស់គាត់ស្រាប់តែសន្លប់ហើយសួរដោយអស់សង្ឃឹមថាតើពួកគេនឹងធ្វើអ្វីនៅពេលនេះនាងថានាងបានព្រមានគាត់កុំឲ្យលេងយូរពេកនិងចោទសួរពីផលវិបាកនៃអ្វីដែលបានកើតឡើងស្ត្រីដែលអង្គុយក្បែរនាងបានបញ្ចេញយោបល់ថានាងក៏ព្យាយាមព្រមានកូនប្រុសដែរប៉ុន្តែគេបានបាត់ខ្លួនបើទោះជាបានដាក់ពាក្យបណ្ដឹងអំពីហ្គេមនេះទៅកាន់ប៉ូលីសក្តីក៏វាគ្មានប្រយោជន៍ដែរដោយសារពួកគេត្រូវបានគេប្រាប់ថា server គឺជារបស់បរទេសលើកពីនេះបើទោះជាពួកគេបំផ្លាញវ៉ែនតា VR ក៏ដោយក៏វ៉ែនតាថ្មីនឹងបង្ហាញនៅមាត់ទ្វាររបស់ពួកគេនៅថ្ងៃបន្ទាប់លីអុនឆ្ងល់ថាតើនេះជាហ្គេមប្រភេទណាបន្ទាប់មកគាត់នឹកឃើញថាឪពុករបស់គាត់បាននិយាយអំពីហ្គេមមួយដែលគាត់បានអញ្ជើញបងប្អូនជីដូនមួយរបស់គាត់ឲ្យលេងនិងរកប្រាក់សម្រាប់គ្រួសារនៅតាមផ្លូវទៅផ្ទះលីអុនកំពុងកាន់កាស VR របស់ហ្គេមហើយនឹកឃើញថាវាជាហ្គេមអនឡាញដែលទើបនឹងចេញថ្មីដែលមានប្រជាប្រិយភាពខ្លាំងដោយសារតែភាពប្រកបនិយមបំផុតដោយសារតែការដែលដោយការពិតនេះហ្គេមនេះបានបង្កឲ្យមានការភ្ញាក់ផ្អើលយ៉ាងខ្លាំងនៅក្នុងសហគមន៍ហ្គេមទោះជាយ៉ាងណាក៏ដោយឪពុកនិងបងប្អូនជីដូនមួយរបស់គាត់បានសន្លប់បន្ទាប់ពីលេងវាដោយសារតែហេតុនេះគាត់សម្រេចចិត្តដោះស្រាយអាថ៌កំបាំងនេះដោយខ្លួនឯងនៅពេលគាត់ពាក់កាសហើយចូលទៅក្នុងហ្គេមសារស្វាគមន៍ពីប្រព័ន្ធនឹងលេចឡើង5ម៉ោងក្រោយមកនៅលើភ្នំ Iron Mountain ក្នុងតំបន់វាលរហោសត្វខ្មោចមួយបានលេចចេញមកស្វែងរកបុរសម្នាក់វាទាមទារអាវុធដែលគាត់ទទួលបានក្នុងកញ្ចប់សម្រាប់អ្នកចាប់ដើមដំបូងដោយអះអាងថាគ្មានសត្វចម្លែកណាអាចរស់រានមានជីវិតពីការវាយប្រហារពីអាវុធនោះទេបន្ទាប់ពីកម្ចាត់ខ្មោចនោះលីអុនទទួលបាន XP ខ្លះកាក់ពីរបីនិងថ្ម Cultivation Stone មួយ
គាត់បញ្ចេញមតិថាកាក់មានតិចតួចប៉ុន្តែថ្មផ្ដល់បន្ទុក cultivation 300ដែលធ្វើឲ្យគាត់សប្បាយចិត្តខ្លាំងជាមួយនឹងសមិទ្ធផលរបស់គាត់ខណៈពេលកំពុងប្រមូលរង្វាន់របស់គាត់គិតថាទោះបីជាគាត់មិនទាន់យល់ច្បាស់អំពីយន្តការរបស់ហ្គេមនៅឡើយក៏ដោយហាក់ដូចជាអ្វីដែលគាត់ត្រូវធ្វើគឺបរបាញ់សត្វចម្លែកកម្រនៅក្រៅទីក្រុងទោះជាយ៉ាងណាក៏ដោយស្រាប់តែគាត់ត្រូវបានវាយប្រហារដោយរន្ទះពណ៌ស្វាយគាត់ឆ្ងល់ថាតើគ្រូមន្តអាគមបណ្ដាសាណាដែលហ៊ានលួចវាយប្រហារគាត់ភ្លាមបន្ទាប់ពីគាត់ចាកចេញពី Nava City មនុស្សដែលចូលទៅជិតគាត់និយាយថាអ្នកចាប់ផ្ដើមដំបូងកម្រិត10ដែលបរបាញ់សត្វចម្លែកនៅក្រៅទីក្រុងច្បាស់ជាមនុស្សល្ងងម្នាក់ទៀតស្នើឲ្យសម្លាប់គាត់ភ្លាមដើម្បីយកថ្ម cultivation stone ដ៏កម្រនោះពួកគេឡោមព័ទ្ធលេអុនហើយម្នាក់ក្នុងចំណោមពួកគេសួរថាតើគាត់សប្បាយរីករាយនឹងពេលវេលានៅខាងក្រៅដែរឬទេក្មេងស្រីម្នាក់ចាប់ផ្ដើមចំអកឲ្យឧបករណ៍របស់គាត់ខណៈពេលដែលអ្នកលេងម្នាក់ទៀតអះអាងថាគាត់នឹងបង្ហាញថាមពលរបស់អ្នកលេងដែលខ្លាំងជាងលេអុនឈានជើងទៅមុខដោយប្រកាសថាវានឹងមិនងាយស្រួលទេក្នុងការគំរាមកំហែងគាត់បន្ទាប់មកគាត់ប្រើគ្រាប់បែកក្លិនស្អុយដែលគាត់បានទទួលនៅក្នុងភូមិអ្នកចាប់ផ្ដើមដំបូងហើយឆ្លៀតឱកាសរត់ខណៈពេលដែលគូប្រជែងរបស់គាត់ជាប់នៅក្នុងវាំងនន់ក្លិនស្អុយគាត់មានអារម្មណ៍ធូរស្រាលដែលបានទិញរបស់របរទាំងអស់ពីភូមិអ្នកចាប់ផ្ដើមព្រោះវាបានជួយគាត់ឲ្យរស់ជីវិតទោះជាយ៉ាងណាមុនពេលដែលគាត់អាចរត់គេចខ្លួនបានទាំងស្រុងគាត់ត្រូវបានវាយប្រហារយ៉ាងជាក់លាក់ចំខ្នងរបា HP របស់គាត់ស្ទើរតែអស់ហើយអ្នកវាយប្រហារគឺជាក្មេងស្រីម្នាក់នោះដែលអរគុណបុរសឈ្មោះឈាវដែលបានទិញអាវុធនោះឲ្យនាងលេអុនធ្លាក់ដល់ដីខណៈពេលដែលឈាវដើរចូលមកជិតហើយប្រកាសថាលើកនេះគេមិនឲ្យគាត់រត់រួចទេក្រោយពីលួចមនុស្សស្រីរបស់គាត់នឹងយកឧបករណ៍ទាំងអស់របស់គាត់បន្ទាប់មកគាត់បានបើកការវាយប្រហារមួយទៀតហើយនិយាយថាគាត់នឹងយកកាក់និងថ្មទាំងអស់របស់គាត់ដេកនៅលើដីលេអុនឆ្ងល់ថាហេតុអ្វីបានជាវាឈឺចាប់ខ្លាំងម្ល៉េះយ៉ាងណាមិញដោយសារវាគ្រាន់តែជាហ្គេមវាមិនគួរមានអារម្មណ៍ពិតបែបនេះគាត់មានអារម្មណ៍ថាឈឺចាប់ក្នុងបេះដូងហើយការមើលឃើញរបស់គាត់ចាប់ផ្ដើមស្រវាំងគាត់ឆ្ងល់ថាតើគាត់ពិតជាហៀបនឹងបាត់បង់ជីវិតមែនឬដីនៅពេលនោះសំឡេងមួយបានលេចចេញមកដោយហៅ King Liu និងស្វាគមន៍គាត់ត្រឡប់មកវិញសំឡេងមួយទៀតបន្លឺឡើងដោយរីករាយចំពោះការត្រឡប់មកវិញរបស់ព្រះអង្គលីវចាប់ផ្ដើមបើកភ្នែកហើយឃើញនារីពីរនាក់នៅពីមុខគាត់ម្នាក់ក្នុងចំណោមពួកគេនិយាយថានាងនឹកគាត់ដោយឃើញបែបនេះតួឯកដឹងថាគាត់មិនបានត្រឡប់ទៅភូមិអ្នកចាប់ផ្ដើមដំបូងទេហើយមិនដឹងថាគាត់បានមកដល់ទីណានោះទេគាត់ឆ្ងល់ថាតើនារីស្រស់ស្អាតទាំងពីរនាក់នេះជានរណាព្រោះពួកគេហាក់ដូចជាមិនមែនជាអ្នកលេងបន្ទាប់មកស្រាប់តែមាននារីម្នាក់ទៀតលេចចេញមករុញពីរនាក់នោះចេញហើយសួរថាគាត់ចាំនាងទេនាងបាចូលមកជិតហើយណែនាំខ្លួនថាជាស៊ូដាជីនិយាយថានាងនឹងអាចងូតទឹកជាមួយគាត់ម្ដងទៀតនៅទីបំផុតនារីសក់ពណ៌ស្វាយត្អោញត្អែនិយាយថានៅក្នុងជាតិមុនរបស់ចាវាយនាងគាត់តែងតែពេញចិត្តដាជីហើយនាងសុំឲ្យលើកនេះគាត់អនុញ្ញាតឲ្យនាងបម្រើគាត់នារីសក់ពណ៌បៃតងយកកញ្ចក់មួយនិងបង្ហាញការរីករាយចំពោះការកើតជាថ្មីរបស់ចាវាយនាងដោយបង្ហាញកញ្ចក់ដល់គាត់នាងនិយាយថានាងនឹងជួយឲ្យគាត់ចងចាំសម្លឹងមើលរូបដែលឆ្លោះបញ្ចាំងរបស់គាត់លីវមានការភ្ញាក់ផ្អើលគាត់វាយកញ្ចក់ហើយសួរថាតើកន្លែងនេះជាកន្លែងស្អីនារីទាំង3នាក់នេះជានរណាហើយហេតុអ្វីបានជាគាត់បង្ហាញភាពនៅទីនោះនារីទាំង3នាក់ក្រាបថ្វាយបង្គំលីយូហើយបញ្យល់ថាកន្លែងនេះគឺជាភ្នំរបស់ខ្សួនយួនពួកគេបង្ហាប់ថាពួកគេគឺជាបិសាច3នាក់ដែលយាមភ្នំនេះម្នាក់ក្នុងចំណោមពួកគេបន្ថែមថាមុនពេលព្រះអង្គសោយទីវង្គតទ្រង់បានទាយថាទ្រង់នឹងចាប់កំណើតឡើងវិញក្នុងរយៈពេល1000ឆ្នាំក្រោយហើយពួកគេបានរង់ចាំទ្រង់នៅក្នុងភ្នំតួឯកគិតថាដោយសារតែបញ្ហាហ្គេមគាត់បានចាប់កំណើតដោយចៃដន្យជា King Joe ដែលមានន័យថាគាត់អាចនឹងមានស្រីស្អាតជាច្រើន Harem នារីសក់ពណ៌បៃតងសុំទោសចំពោះការបម្រើមិនល្អរបស់នាងហើយសុំឲ្យគាត់ដាក់ទោសនាងលីវឆ្លើយថានាងអាចជួយគាត់ក្នុងរឿងតូចតាចមួយក្នុងចិត្តគាត់គិតថានារីទាំងនេះប្រហែលជា NPC ហើយក្នុងនាមជា King Joe វាមិនខុសទេដែលសុំឲ្យពួកគេធ្វើអ្វីមួយសម្រាប់គាត់ដាជីនិយាយថាគាត់ប្រហែលជាហត់នឿយពីការចាប់កំណើតឡើងវិញ
ហើយសួរថាតើគាត់ចង់ងូតទឹកជាមួយនាងដែរឬទេតួឯកដោយក្តីរំភើបប្រកាសថាគាត់សប្បាយចិត្តណាស់នៅទីនេះដែលគាត់មិនចង់ចាកចេញឡើយ ពេលមកដល់កន្លែងមួយទៀតគាត់និយាយថាគាត់មិននឹកស្មានថាមានទឹកធ្លាក់ក្តៅដែលមានផ្កាម៉ាក់កៃ Peach Blossom នៅខាងក្នុងនោះទេដាជីនិយាយថាពួកគេបានរងចាំគាត់សម្លឹងទៅមុខគាត់ឃើញនារីពីរនាក់កំពុងស្វាគមន៍គាត់ដាជីសប្បាយចិត្តដែលទីបំផុតគាត់បានមកដល់ហើយលែងកន្សែងឲ្យធ្លាក់ចូលក្នុងទឹកលីក៏សម្គាល់ឃើញក្លិនស្រាក្រអូបតិចៗនៅក្នុងទឹកធ្លាក់ក្តៅហើយគិតថាហ្គេមនេះមិនត្រឹមតែមើលទៅដូចពិតទេប៉ុន្តែសូម្បីតែក្លិនក៏ដូចពិតមិនគួរឲ្យជឿដែរដាជីពន្យល់ថានៅក្នុងជាតិមុនគាត់ចូលចិត្តងូតទឹកស្រាព្រោះវាជួយបំពេញថាមពលនិងកែលម្អការបដិបត្តិធម៌ cultivation របស់គាត់នាងជំរុញឲ្យគាត់ប្រញាប់ឡើងព្រោះនារីកំពុងរងចាំ ដែលក្តីរំភើបលីអ៊ឺនិយាយថាបន្ទប់ដាក់ស្រានិងសួនសាច់អាចបង្កើនការបដិបត្តិធម៌ហើយសូមឲ្យពួកគេចាប់ផ្ដើមភ្លាមដាជីឆ្លើយតបថាវានឹងជាកិត្តិយសដែលបានចូលរួមជាមួយគាត់នារីសក់ពណ៌ស្វាយស៊ីមីនិយាយថានាងក៏ចង់បដិបត្តិធម៌ជាមួយគាត់ដែរខណៈដែលនារីសក់ពណ៌បៃតងនិយាយថាដោយសារគាត់ជាអ្នកគ្រប់គ្រងដ៏ល្អគាត់ត្រូវតែចែករំលែកអ្វីៗទាំងអស់ឲ្យស្មើគ្នាបន្ទាប់មកគាត់និយាយថាក្នុងករណីនោះពួកគេទាំងអស់គ្នាគួរតែចូលរួមក្នុងការអនុវត្តការបដិបត្តិធម៌លីអ៊ឺគិតថាមនុស្ស3នាក់នេះពិតជាអស្ចារ្យហើយម្នាក់ធ្វើឲ្យគាត់រំជួលចិត្តបន្ទាប់មកគាត់សុំឲ្យចក្រវាឡអនុញ្ញាតឲ្យគាត់ស្នាក់នៅទីនេះយូរបន្តិចទៀតហើយដូច្នេះពួកគេចាប់ផ្ដើមអនុវត្តការបដិបត្តិធម៌ខាងក្នុងមួយសន្ទុះក្រោយមកសារប្រព័ន្ធមួយលេចឡើងដោយអបអរសាទរគាត់សម្រាប់ការដោះសោថ្នាក់ថ្មីគឺ Human Emperor លីអ៊ឺដឹងថាការបដិបត្តិធម៌ពេញមួយយប់បានអនុញ្ញាតឲ្យគាត់ដោះសោថ្នាក់ដែលលាក់កំបាំងនិងរៀនសមត្ថភាពថ្មីអ្វីទាំងអស់មានអារម្មណ៍ដូចពិតដែលឥឡូវនេះគាត់មានអារម្មណ៍អស់កម្លាំងមួយសន្ទុះក្រោយមកនារីសក់ពណ៌បៃតងបង្ហាញខ្លួនហើយនិយាយថាមានរឿងអាក្រក់កើតឡើងសិនហ្គងបាអូបាននាំមនុស្សទៅកាន់ភ្នូររបស់ស្វែនយួនដោយនិយាយថាក៏ចង់ដោះស្រាយបញ្ហាជាមួយបងស្រីរបស់នាងនៅឯវែងស្វែនយួនស៊ីមេពន្យល់ថាហ្គងបាអូមិនល្អទាល់តែសោះព្រោះគាត់បានក្បត់អាណាចក្រឋានសួគ៌និងខົບខិតជាមួយនិកាយបិសាចនាងប្រមានថាប្រសិនបើគាត់រកឃើញថាព្រះអម្ចាស់នៅទីនោះគ្មាននរណាម្នាក់ដឹងថាគាត់នឹងធ្វើអ្វីនោះទេនៅពេលនោះដាជីនិយាយថានាងនឹងប្រើបច្ចេកទេសបិទបាំងហើយសុំឲ្យគាត់រងចាំរហូតដល់នាងត្រឡប់មកវាំងវិញនារីសក់ពណ៌បៃតងជំរុញឲ្យនាងប្រញាប់ទៅទីនោះមុនពេលបុរសនោះមានការសង្ស័យមួយសន្ទុះក្រោយមកនៅឯវាំងស្វែនយួនដាជីមកដល់កន្លែងនោះហ្គងបាអូប្រាប់ដាជីថាវាជារយៈពេលយូរណាស់មកហើយចាប់តាំងពីគាត់បានជួបនាងចុងក្រោយដាជីឈានជើងទៅមុខហើយនិយាយថាបន្ល័ង្កគួរតែជារបស់ស្ដេចដោយទាមទារពុំឲ្យគាត់ឆ្លងកាត់បន្ទាត់នោះឆ្មាម្នាក់បានចូលមកគាត់ដោយនិយាយថាបិសាចកញ្ច្រកតូចតាចហ៊ានវាយប្រហារអនាគតស្ដេចនៃពិភពបិសាចដាជីសម្លឹងមើលគាត់ដោយកំហឹងហើយវាយប្រហារដោយផ្ទាល់ឆ្មាសុំឲ្យនាងរងចាំកុំឆេវឆាវនិងស្ដាប់អ្វីដែលហ្គងប៉ាវនិយាយដាជីឈប់ហើយបញ្ជាឲ្យគាត់និយាយឲ្យលឿនហ្គងបាវក្រោកឈរឡើងហើយនិយាយថាព្រលឹងរបស់អធិរាជបានរលាយបាត់ទៅជាង1000ឆ្នាំហើយប៉ុន្តែដាជីហ្គងបាវក្រោកឈរឡើងហើយនិយាយថាព្រលឹងរបស់អធិរាជបានរលាយបាត់ទៅជាង1000ឆ្នាំហើយប៉ុន្តែដាជីនៅតែមានចិត្តស្រឡាញ់ខ្លាំងដដែលគាត់គិតថាទោះបីជាពេលវេលាកន្លងផុតទៅយូរយ៉ាងណាក៏ដោយកម្លាំងបដិបត្តិធម៌របស់នាងមិនថយចុះឡើយដែលហេតុផលនេះហើយទើបគាត់ចង់យកឈ្នះចិត្តនាងបន្ទាប់មកគាត់ចាប់ផ្ដើមពន្យល់ថាតាំងពី Primordial Lord of Heaven និង Chang Xia បានបង្កើតហ្គេមអនឡាញមួយនិងបញ្ជូនមនុស្សទៅកាន់ពិភពតូចមួយដើម្បីហ្វឹកហាត់អ្នកដែលមានទេពកោសល្យត្រូវបានជ្រើសរើសដើម្បីឡើងទៅកាន់ឋានសួគ៌ក្នុងពេលជាមួយគ្នានេះមនុស្សទុកអាយ៉ងនៅក្នុងការពិតដើម្បីបន្តជីវិតរបស់ពួកគេ
ដោយសារហ្គេមនេះមានធាតុផ្សំជាច្រើននៃហ្គេមពេញនិយមនិងមានភាពប្រកបនិយមខ្លាំងអ្នកលេងជាង 1000 នាក់បានចាប់ផ្ដើមលេងតាំងពីវាចេញផ្សាយ Gong Bao បង្ហាញថាគាត់បានដឹងថាអ្នកលេងអាចកើតជាថ្មីដោយមិនធ្វើឲ្យខូចរាងកាយពិតរបស់ពួកគេទោះជាយ៉ាងណាក៏ដោយដោយសារតែការខុបគិតមួយយន្តការរបស់ហ្គេមត្រូវបានកែសម្រួលភ្ជាប់ពិភពបិសាចទៅនឹងពិភពហ្គេមតូចនោះបិសាចជាច្រើនបានចាប់ផ្ដើមលុកលួយពិភពលោកនោះនិងក្លែងខ្លួនដើម្បីប្រមូលយកសារធាតុរបស់មនុស្សនៅពេលរឿងនេះកើតឡើងអាយ៉ងរបស់អ្នកលេងនឹងធ្លាក់ចូលក្នុងសភាពសន្លប់ Gong Bao រាយការណ៍ថាគាត់បានធ្វើបេសកកម្មទៅកាន់ពិភពលោកនេះរួចហើយថាមានមនុស្សមួយចំនួនដែលបានជួបនឹងបិសាចត្រូវបានបញ្ជួចយកធម្មពលគាត់ស្នើឲ្យបញ្ជូនមនុស្សបន្ថែមទៀតទៅកាន់ពិភពតូចនេះដើម្បីប្រមូលយកសារធាតុរបស់ពួកគេតាមវិធីនេះពួកគេនឹងទទួលបានធម្មពលកាន់តែច្រើនអាចបំបែករបាំងនិងបង្រួបបង្រួមឋានទាំង3ដែលធ្វើឲ្យគោលដៅនេះអាចសម្រេចបាន តួឯកបានលឺអ្វីទាំងអស់ហើយមានការភ្ញាក់ផ្អើលយ៉ាងខ្លាំងនៅពេលដឹងថាវាមិនមែនគ្រាន់តែជាហ្គេមនោះទេគាត់យល់ថា NPC មួយចំនួននៅក្នុងហ្គេមគឺជាបិសាចពិតប្រាកដដែលក្លែងខ្លួនដែលធ្វើឲ្យគាត់សង្ស័យថាឪពុកនិងបងប្អូនជីដូនមួយរបស់គាត់ប្រហែលជាបានជួបនឹង NPC คล้ายៗទាំងនេះហើយបន្ទាប់មក Gong Bao រំលឹកថាមុនពេលស្លាប់អធិរាជជាបានប្រាប់ដាយីថាគាត់នឹងត្រឡប់មកវិញបន្ទាប់ពី 1000 ឆ្នាំគាត់សួរថាតើមានតម្រុយអ្វីអំពីរឿងនេះទេហើយបន្តបញ្យល់ថាសារធាតុរបស់អធិរាជមនុស្សឬ Human Emperor គឺមានតម្លៃខ្លាំងណាស់ប្រសិនបើពួកគេអាចស៊ីព្រលឹងនឹងសារធាតុរបស់គាត់បានការបដិបត្តិធម៌របស់មេដឹកនាំនិកាយបិសាចនឹងកើនឡើងយ៉ាងខ្លាំងទោះបីជាដឹងថាដាយីកំពុងមានស្នេហ៍ក៏ដោយ Gong Bao ជំរុញឲ្យនាងយល់ពីភាពធ្ងន់ធ្ងរនៃស្ថានភាពដាយីថ្លែងថាថ្មីនេះមិនមានភាពមិនប្រក្រតីណាមួយទេហើយទោះបីជាអធិរាជចាប់ជាតិជាថ្មីក៏ដោយគាត់នឹងមិនចាំអ្វីទាំងអស់ហើយនឹងមិនត្រឡប់មកទីនោះវិញទេ Gong Bao ប្រាប់នាងថាឋានសួគ៌បានឃុំខ្លួនពួកគេនៅក្នុងភ្នូនោះអស់រយៈពេល 1000 ឆ្នាំហើយប្រសិនបើពួកគេជួយគាត់ស្វែងរកអធិរាជគាត់នឹងធានានូវសេរីភាពរបស់ពួកគេបន្ទាប់មកគាត់ក៏សូមលាបញ្ជាក់ថាគាត់នឹងទៅល្បាតតំបន់មួយចំនួននៃផែនទីហ្គេមហើយនឹងមិនខ្ជះខ្ជាយពេលវេលានៅទីនោះទៀតទេបន្ទាប់ពី Gong Bao ចាស់ចេញទៅដាជីត្រឡប់ទៅភ្នូវិញហើយដោះលែងតួឯកពីបន្តោងរបស់គាត់ប្រកាសថាគាត់ត្រូវតែបញ្ឈប់ Gong Bao ព្រោះមនុស្សរាប់ពាន់នាក់អាចស្លាប់ប្រសិនបើគាត់ជោគជ័យក្នុងផែនការរបស់គាត់ហើយអាណាចក្របិសាចនឹងលុកលុយពិភពពិតដោយមានការតាំងចិត្តគាត់សម្រេចចិត្តប្រាការបដិបត្តិធម៌ជាអធិរាជមនុស្សរបស់គាត់ដើម្បីស្វែងរកឪពុករបស់គាត់ឈ្មោះចាងនិងទប់ស្កាត់ការខុបខិតនេះនារីវ័យក្មេងទាំងនោះលុតជង្គង់នៅចំពោះមុខគាត់ដោយស្បត់ថានឹងការពារនិងបម្រើគាត់រហូតដល់ទីបញ្ចប់បន្ទាប់មកដាជីបង្ហាញត្រាមួយហើយពន្យល់ថាវាជាវត្ថុបុរាណដែលមានតែអ្នកដែលមានខ្សែស្រឡាយអធិរាជប៉ុណ្ណោះដែលអាចបែកបានសូមឲ្យគាត់ពិនិត្យមើលវាលាវយកវត្ថុនោះដោយឆ្ងល់ថាតើមានអ្វីនៅក្នុងនោះដាជីណែនាំគាត់ឲ្យនិយាយពាក្យថាខ្ញុំគឺជាអធិរាជមនុស្សបាក់ត្រាយ៉ាគ្រាន់តែគាត់ធ្វើភ្លាមពន្លឺពណ៌លឿងចាប់ផ្ដើមចេញពីត្រាដែលអណ្ដែតលើអាកាសមុននឹងបើកនៅចំពោះមុខគាត់ដាវមួយបានលេចឡើងពេលឃើញវាតួឯកខឹងយ៉ាងខ្លាំងព្រោះដាវដ៏អាក្រក់នោះច្រេះអស់ហើយឆេមេនិយាយថាវាហាក់ដូចជាដាវរបស់ស្ដេច Panic King ដែលទ្រង់ធ្លាប់កាន់នាងពន្យល់ថាឱរ៉ានៃដាវ Panic Dragon គឺកាចសាហាវណាស់អាចទម្លាស់តប1លានអ្នកបានប៉ុន្តែវាត្រូវការសម្ភារៈកម្រជាច្រើនដើម្បីដំណើរការឆេមេនិយាយថានាងនឹងផ្ញើបញ្ជីសម្ភារៈទៅទ្រង់នៅពេលក្រោយលីយូដឹងថាគាត់នឹងមិនអាចប្រើដាវនៅពេលនេះបានទេហើយថាគាត់ត្រូវការសម្លាប់សត្វចម្លែកមួយចំនួនដើម្បីឡើងកម្រិតខណៈដែលគាត់នៅក្រោមឥទ្ធិពលនៃ Buff ភ្លាមនោះដាជីអោបគាត់ដោយក្តីសោកសៅនាងសួរថាតើគាត់ចាក់ចេញពីភ្នូហើយឬនៅព្រោះបន្ទាប់ពីបែកគ្នាយូរមកហើយនាងមិនអាចទ្រាំនៅឆ្ងាយពីគាត់ទៀតទេលីយូអង្កែលក្បាលនាងថ្នមហើយនិយាយថាគាត់នឹងត្រឡប់មកវិញជានិច្ចដើម្បីគាត់អាចបដិបត្តិធម៌ខាងក្នុងជាមួយពួកគេដោយសុំឲ្យនាងធ្វើជាក្មេងល្អដាជីឆ្លើយថាវាពិតជាអស្ចារ្យណាស់ព្រោះនាងនឹងអាចបម្រើស្ដេចម្ដងទៀតតួឯកព្យាយាម teleport ទៅកាន់ភូមិ Novice ប៉ុន្តែគាត់មិនអាចធ្វើបានទេ
เชียงใหม่ปุ่นยนต์ถาภูมิในឆ្ងាយពេកโดยឆ្នេះការប្រើ teleportation ធម្មតាមិនអាចទៅរួចទេគាត់ស៊ូថាតើគាត់ជាប់នៅទីនោះមែនទេហើយតើគាត់ត្រូវឡើងកម្រិតដោយរបៀបណាព្រះមហេសីទី3របស់គាត់ពន្យល់ថាត្រាយេតរបស់គាត់មានមុខងារ teleportation ហើយអ្វីដែលគាត់ត្រូវធ្វើគឺគ្រាន់តែគិតពីកន្លែងនោះហើយគាត់នឹងទៅដល់គោលដៅរបស់គាត់បន្ទាប់មកលីយូកាន់ត្រានៅក្នុងដៃរបស់គាត់ហើយធ្វើសមាធិច្រកមួយបើកនៅពីលើគាត់ព្រះមហេសីរបស់គាត់អោនក្បាលហើយលាម្ចាស់របស់ពួកគេទីបំផុតគាត់បានត្រឡប់ទៅកាន់ភូមិដែលចាប់ផ្ដើមដំបូងដោយអស់កម្លាំងលីយូនិយាយថាគាត់នឹងព្យាយាមសម្លាប់បិសាចខ្លះនៅពេលក្រោយប៉ុន្តែនៅពេលនោះហ្វូងមនុស្សបានរត់សម្ដៅទៅរកគាត់ដោយនិយាយថា World Boss បានបង្ហាញខ្លួនហើយពេលសម្លឹងមើលពួកគេទូឯងឆ្ងល់ថានោះជាអ្វីក្មេងស្រីម្នាក់ស្រែកឲ្យអ្នករាល់គ្នាជិះផ្លូវលីយូសម្លឹងមើលទៅលើហើយឃើញក្មេងស្រីដ៏ស្រស់ស្អាតដូចទេវតាម្នាក់កំពុងហោះពីលើគាត់នាងចុះមកដីដោយជន់លើបរិះពីរបីនាក់ដែលខឹងនឹងរឿងនោះទោះជាយ៉ាងណាក៏ដោយតួឯកជាទីស្រឡាញ់របស់យើងចាប់អារម្មណ៍យ៉ាងខ្លាំងចំពោះក្មេងស្រីនោះហើយនិយាយថានាងស្អាតណាស់គាត់មើលនាងពីចម្ងាយហើយនឹកឃើញថាស្លាបទាំងនោះគឺជាអាយថឹមកម្របំផុតដែលបង្កើនល្បឿនទោះបីជាមនុស្សជាច្រើនបានចំណាយប្រាក់យ៉ាងច្រើនដើម្បីព្យាយាមយកវាក៏ដោយក៏មានមនុស្សតិចណាស់ដែលបានទទួលជោគជ័យមួយសន្ទុះក្រោយមកមានមនុស្សមួយក្រុមបានវាយប្រហារដើមជីនសេងដែលនៅពេលបំផ្លាញវានឹងផ្ដាល់ផ្លែទុំដែលបម្រើជាវត្ថុធាតុដ៏មានតម្លៃដើម្បីបង្កើនការបណ្ដុះបណ្ដាលលីយូបានសង្កេតមើលពីចម្ងាយគាត់គិតថាបោះនេះទំនងជាទម្លាក់វត្ថុធាតុដើមកម្រប៉ុន្តែសម្រេចចិត្តរងចាំសិនក្មេងស្រីម្នាក់បានបង្ហាញខ្លួនដោយកាន់ដាវហើយសម្រុកទៅរកដើមឈើដោយវាយប្រហារជាច្រើនដងទោះបីជានាងមានកម្រិត level ទាបជាងបិសាចនោះ2 level ក៏ដោយក៏នាងមានអារម្មណ៍ថានាងអាចដោះស្រាយស្ថានភាពបានដោយមើលពីចម្ងាយលាវគិតថានាងពូកែណាស់ទោះជាយ៉ាងណាក៏ដោយស្នាមប្រាក់មួយបានចាប់ផ្ដើមបើកនៅពីក្រោយលាវហើយរឹសមួយបានលេចចេញពីវាចាប់ជើងរបស់ពួកគេទាំងពីរហើយរឹមពួកគេបញ្ចូលគ្នាធ្វើឲ្យពួកគេជាប់គ្នាយ៉ាងណែននៅពេលនោះលាវភ័យស្លន់ស្លោបន្ទាប់ពីព្យាយាមទប់នាងគាត់ទ្រាំមិនបានទៀតទេបន្ទាប់មកក្មេងស្រីនោះបានកត់សម្គាល់ឃើញអ្វីដែលចម្លែកហើយសួរថាតើអាវុធនោះជាអ្វីដែលគាត់កំពុងលាក់និងសង្កត់លើពោះរបស់នាងលាវនិយាយទាំងត្រដិតថាវាមិនមែនជាអ្វីដែលនាងគិតនោះទេវាគ្រាន់តែដោយសារតែនាងបានផ្លាស្ទីកច្រើនពេកហើយអ្វីបានคล้ายទៅជាការឆ្កាំងឆ្កង់សម្រាប់គាត់នៅពេលនោះផ្លែជីនសេងពីរបីផ្លែបានលេចឡើងនៅក្បែរពួកគេក្មេងស្រីគិតថាពួកវានឹងផ្ទុះហើយនាងក៏ត្រូវផ្លែឈើទាំងនោះបានផ្ទុះនៅលើលាវដែលធ្វើឲ្យសម្លៀកបំពាក់របស់នាងរលាយដោយព្យាយាមប្រមូលអារម្មណ៍ខ្លួនឯងគាត់បានសុំឲ្យនាងគិតអំពី magical item ដែលពួកគេមានខណៈដែលរលកនៃការផ្ទុះទី2ជិតមកដល់ក្មេងស្រីឆ្លើយថានាងមាន item មួយឈ្មោះថា Phoenix Feather ដែលអាចនាំពួកគេចេញពីទីនោះបានប៉ុន្តែនាងមិនអាចប្រើវានៅពេលនោះបានទេលាវប្រាប់នាងថាកុំបារម្ភគាត់ដឹងពីរបៀប activate វាទោះជាយ៉ាងណាក៏ដោយគាត់បណ្ដោយខ្លួនឲ្យនៅក្រោមឥទ្ធិពលនៃអារម្មណ៍ខ្លាំងហើយនិយាយថាគាត់កំពុងធំក្លិនអ្វីដែលល្អណាស់ដោយការរំខានក្មេងស្រីបានរំលឹកគាត់ថារលកនៃការផ្ទុះបន្ទាប់កំពុងមកដល់ហើយនេះពិតជាមិនមែនជាពេលដែលត្រូវគិតអំពីរឿងបែបនេះទេក្មេងស្រីសូមឲ្យគាត់ activate item នោះយ៉ាងលឿនគាត់ទាញខ្សែក្របរបស់នាងដោយមាត់របស់គាត់ហើយប្រាប់នាងឲ្យឈប់ធ្វើចលនាបន្ទាប់មកគាត់អាច activate Phoenix បានយ៉ាងលឿនក្មេងស្រីចាប់អារម្មណ៍ព្រោះជាធម្មតាវានឹងត្រូវការពេលវេលាដើម្បី activate Phoenix វាប្រហារដើមយីនសេងដោយផ្ទាល់ហើយពួកគេអាចរំដោះខ្លួនបានមនុស្សផ្សេងទៀតមានការអាក់អន់ចិត្តបន្តិចដោយសារតែតួឯកនៅខាងក្មេងស្រីនិងមួយផ្នែកដោយសារតែពួកគេយល់ថាគម្លាតធម៌ពលរវាងអ្នកលេងដែលបង់ប្រាក់និងអ្នកលេងដែលមិនបង់ប្រាក់នៅក្នុងហ្គេមគឺមិនយុត្តិធម៌នៅពេលនោះដើមយីនសេងត្រឡប់ទៅទម្រង់ Mutant របស់វាវិញតួឯកប្រាប់ក្មេងស្រីកុំឲ្យបារម្ភថាគាត់នឹងដោះស្រាយវាបុរសនៅជុំវិញពួកគេចំអកឲ្យតួឯកដែលមានត្រឹមតែ level 9ហើយចង់ប្រឈមមុខនឹង boss តែម្នាក់ឯងដោយលឺមតិយោបល់ក្មេងស្រីនឹកឃើញថា item ស្របាក់នាងត្រូវបានរក្សាទុកនៅក្នុងឃ្លាំងទីក្រុងហើយគិតថាប្រសិនបើមានបញ្ហានាងនឹងដកថយទោះបីជាវាគួរឲ្យខ្ចោះអៀនក៏ដោយក៏វាប្រសើរជាងការស្លាប់និងបាត់បង់ឧបករណ៍របស់នាងដែរ
ជាមួយនឹងខ្សែ Phoenix នៅក្នុង mod របស់គាត់តួឯកញញឹមហើយលោតទៅកាន់ដើមឈើដោយ activate Phoenix ម្ដងទៀតសត្វនោះវាក្រហាដើមឈើម្ដងទៀតមនុស្សនៅជុំវិញមានការភ្ញាក់ផ្អើលយ៉ាងខ្លាំងខណៈដែល Phoenix បន្តដុតដើមឈើបិសាចតួឯកត្រឡប់មកដីវិញដោយត្រូវបានឃ្លាំមើលពីចង្ងាយដោយក្មេងស្រីហើយអាចកម្ចាត់ដើមយីនសេងបានអ្នករាល់គ្នាភ្ញាក់ផ្អើលជាមួយនឹងថាមពលនៃ Magical Item នោះបន្ទាប់មកសារប្រពន្ធមើលលេខឡើងអបអរសាទរលីវណាន់សម្រាប់ការកម្ចាត់ដើមយីនសេងដោយជោគជ័យបន្ថែមពីលើការទទួលបានរង្វាន់គាត់ឡើង level ពី9ទៅ12ក្មេងស្រីចាប់អារម្មណ៍យ៉ាងខ្លាំងគាត់បានប្រើ Phoenix 3 ដងជាប់គ្នាជនក្បត់ទាំងពីរអ្នកនោះមើលលីអ៊ូពីចម្ងាយហើយឈៀវនិយាយថាលីអ៊ូមានសម្បត្តិជាច្រើនហើយពួកគេគួរតែរកវិធីប្លន់គាត់នៅពេលក្រោយមនុស្សជុំវិញតួឯកខ្លាយជាសប្បាយរីករាយយ៉ាងខ្លាំងក្មេងស្រីឮនរណាម្នាក់និយាយថាមានអ្វីមួយលាក់ក្នុង mod របស់គាត់អ្វីមួយដែលអាច activate magical items ភ្លាមបន្ទាប់មកនាងគិតថានោះប្រហែលជាអត្តកំបាំងនៅពីក្រោយថាមពលរបស់គាត់នៅពេលនោះតួឯកកំពុងសម្លឹងមើល Phoenix item នៅក្នុងដៃរបស់គាត់រហូតដល់វាបែកលីអ៊ូភ័យស្លន់ស្លោដោយដឹងថា item នោះមានតម្លៃស្មើនឹងផ្ទះមួយនៅក្នុងទីក្រុងពួកក្មេងស្រីចាប់ផ្ដើមរត់ទៅរកគាត់ហៅគាត់ថាជាវីរបុរសនិងចង់នៅជាមួយគាត់ប៉ុន្តែក្មេងស្រីគិតថាប្រសិនបើនាងថាបគាត់នាងនឹងរកឃើញអត្តកំបាំងរបស់គាត់ព្រោះនាងជឿថាគាត់នឹងមិនអាចទប់ទល់បានទេនាងចាប់ផ្ដើមរត់សម្ដៅទៅរកគាត់ដោយរុញក្មេងស្រីផ្សេងទៀតទាំងអស់នៅតាមផ្លូវរបស់នាងឲ្យដួលពេលនាងទៅដល់ជិតមុនពេលគាត់អាចនិយាយអ្វីបាននាងបានថាបគាត់ធ្វើឲ្យតួឯកមានការភ័ន្តច្រឡំយ៉ាងខ្លាំងពួកគេថាបគ្នាយូរពេករហូតដល់ពួកគេដេកនៅលើដីដោយធម្មជាតិនារីម្នាក់នោះដឹងថានាងមិនបានរកឃើញអ្វីសោះហើយតួឯកប្រុសដែលកំពុងដកដង្ហើមធំនិយាយថាគេគ្រាន់តែចង់ប្រាប់នាងថាគេបានធ្វើឲ្យខ្សែ Phoenix របស់នាងដាច់នារីនោះងើបឡើងហើយតបថាវាមានតម្លៃត្រឹមតែ3លានប៉ុណ្ណោះនាងពន្យល់ថាដោយសារគេបានរៀបរៀងការផ្ទុះមុននេះឧបករណ៍របស់គេបានខូចខាតនាងបបួលគេទៅមើលរោងដេញថ្លៃ3 Tower តួឯកប្រុសមានការភ្ញាក់ផ្អើលហើយនិយាយថារបស់នៅទីនោះថ្លៃពេកហើយនាងចាប់ដៃគេហើយនិយាយថាវាគ្រាន់តែជាការអរគុណប៉ុណ្ណោះហើយប្រាប់គេថាឥឡូវនេះពួកគេគួរតែទៅផ្ទះល្វែងរបស់នាងដើម្បីផ្លាស់ប្ដូរសម្លៀកបំពាក់តាមពិតទៅនារីនោះកំពុងតែខឹងយ៉ាងខ្លាំងនាងបានបាត់បង់ស្នាមថើបដំបូងរបស់នាងហើយមិនបានរកឃើញអ្វីសោះនាងនឹងមិនបណ្ដោយឲ្យរឿងនេះកន្លងផុតទៅឡើយហើយបដិញ្ញាថានឹងឆៃឆែគេឲ្យសពគ្រប់បន្ទាប់មកនាងគិតដោយការតាំងចិត្តថាយប់នេះខ្ញុំនឹងយកអ្វីគ្រប់យ៉ាងពីគេពេលទៅដល់ផ្ទះរបស់នាងតួឯកប្រុសភ្ញាក់ផ្អើលនឹងទំហំនៃភូមិគ្រឹះដែលស្ថិតនៅក្នុងតំបន់ VIP ពេលសម្លឹងមើលទៅខាងក្នុងគេចាប់ផ្ដើមគណនាលេខរូបិយប័ណ្ណក្នុងហ្គេមគឺ1:1ដូច្នេះកន្លែងស្នាក់នៅនោះមានតម្លៃរាប់លានគេចូលទៅក្នុងបន្ទប់របស់នាងហើយពេញចិត្តនឹងអ្វីគ្រប់យ៉ាងសូម្បីតែទម្លាក់ខ្លួនទៅលើគ្រែក៏ដោយនារីនោះនិយាយថាការប្រយុទ្ធលើកមុនធ្វើឲ្យនាងមានអារម្មណ៍ថាកក់ខ្វល់ខ្លាំងដូច្នេះនាងនឹងទៅងូតទឹកហើយនាងក៏ធ្វើដូច្នេះមែននៅពេលនោះតួឯកប្រុសឆ្ងល់ថាតើគេមកដល់កម្រិតនេះដោយរបៀបណាហើយតើនាងប្រហែលជាកំពុងផ្ដាល់ខ្លួនប្រាណឲ្យគេឬយ៉ាងណាពេលកំពុងងូតទឹកនារីនោះនិយាយថានាងរីករាយដែលបានទិញប្រអប់ធូប Charming Incense ពីមុនមកនាងលាបផលិតផលនោះលើខ្លួននាងហើយនិយាយថាគ្រាន់តែគេសន្លប់ភ្លាមនាងនឹងស្វែងរកអ្វីដែលគេកំពុងលាក់មួយសន្ទុះក្រោយមកនាងត្រឡប់មកបន្ទប់វិញដោយសារនៅសល់ពេលខ្លះមុនការដេញថ្លៃនៅបាហួរ Tower ពួកគេអាចសម្រាកបានមួយរយៈតួឯកប្រុសនិងមិត្តរបស់គេពេលឃើញស្ថានភាពបែបនេះក៏មានអារម្មណ៍រំភើបនាងសួរថាជើងរបស់គេយ៉ាងម៉េចហើយគេឆ្លើយថាមានអារម្មណ៍ល្អណាស់បន្ទាប់មកនាងសួរថាតើគេចង់សាកល្បងបន្តិចទេពេលធុំក្លិនធូបនោះគេអោនទៅហិតក្លិននាងហើយដោយទ្រាំមិនបានក៏លោតទៅលើនាងដោយនិយាយថាគេទ្រាំមិនបានទៀតទេដោយមានការភ័ន្តច្រឡំនារីនោះឆ្ងល់ថាហេតុអ្វីបានជាគេមិនសន្លប់ដោយសារក្លិននោះនៅពេលនោះនាងនឹកឃើញរឿងដែលបានកើតឡើងមុននេះនាងបានទៅរកអ្នកលក់ម្នាក់ដើម្បីសួរថាតើគាត់មានអ្វីដែលអាចធ្វើឲ្យនរណាម្នាក់សន្លប់បានដែរទេអ្នកលក់បានជូនប្រអប់មួយដល់មានហើយពន្យល់ថាការគ្រាន់តែធ្វើឲ្យនរណាម្នាក់សន្លប់ប្រហែលជាមិនមានប្រសិទ្ធភាពទេប៉ុន្តែដបទូចខាងក្នុងមានអ្វីមួយយ៉ាងដែលខ្លាំងជាងនេះនាងបានសម្រេចចាត់ទិញវា
ត្រឡប់មកបច្ចុប្បន្នវិញនាងដឹងថាអ្នកលក់នោះពិតជាបានលក់ថ្នាំសម្រើបឲ្យនាងជំនួសឲ្យថ្នាំសន្លប់តួឯកព្រមថើបនាងហើយនាងក៏បណ្ដោយតាមអារម្មណ៍និងស្ថានភាពនោះទៅនៅខ្លីបន្ទាប់នាងរងខ្លួនក្នុងភួយដោយគិតថានាងមិនបានរកឃើញអ្វីសោះហើយលើសពីនេះទៅទៀតនាងបានជាប់ពាក់ព័ន្ធយ៉ាងជ្រៅនៅក្នុងរឿងមួយដែលអូសបន្លាយជាង6ម៉ោងលុះសំទោសចំពោះរឿងនោះនាងក្រោកឡើងដោយស្លន់ស្លាហើយនិយាយថាការសំទោសនឹងមិនជួយអ្វីសោះឥឡូវនេះគេគឺជាកូនប្រសារនៃគ្រួសារហ្វាងនាងចាប់យកសៀវភៅគុណធម៌មួយហើយប្រាប់គេថាទោះជាយ៉ាងណាក៏ដោយគេគឺជាដៃគូរបស់នាងឥឡូវនេះប្រសិនបើនាងដឹងថាគេមិនដើរតាមផ្លូវត្រឹមត្រូវទេនាងគំរាមថានឹងកាត់A4ទុយរបស់គេចោលនាងដើរចេញទៅហើយនិយាយថាវាយឺតហើយពួកគេត្រូវទៅការដេញថ្លៃនៅ Bahwa Tower នៅពេលនោះនាងដួលទៅលើអត់ដល់ក្តីព្រួយបារម្ភគេសួរថាមានរឿងអ្វីកើតឡើងហើយតើនាងមិនអីទេឬនាងងាកមកគេហើយនិយាយថាវាជាកំហុសរបស់គេទាំងអស់លូសំទោសម្ដងទៀតនាងគប់កាតមួយទៅឲ្យគេហើយនិយាយថាវាមានកំណត់ទឹកប្រាក់1 ប៊ីលានដោយប្រាប់ឲ្យគេចេញទៅតួឯកប្រុសយល់ព្រមភ្លាមប៉ុន្តែក្រោយមកក៏តក់ស្លុតនៅពេលដឹងពីកំណត់ទឹកប្រាក់របស់កាតនោះកញ្ញាហ្វាងត្រឡប់ទៅក្រេវិញហើយប្រាប់គេថាគេអាចទិញអ្វីក៏បានតាមចិត្តព្រោះនាងនឹងសម្រាកមួយរយៈពេលកំពុងរៀបចំខ្លួនតួឯកប្រុសគិតថាគេមិនចូលចិត្តពឹងផ្អែកលើនរណាម្នាក់ទេប៉ុន្តែដើម្បីសុវត្ថិភាពរបស់ឪពុកគេនឹងទទួលយកវាសិនពេលដេកនៅលើគ្រែកញ្ញាហ្វាងគិតថាយប់មិញពិតជាល្អណាស់ដែលលូគឺជាបុរសខ្លាំងម្នាក់ហើយប្រសិនបើគេវឹកហាត់បន្តិចគេនឹងក្លាយជាធនធានដ៏អស្ចារ្យសម្រាប់គ្រួសារហ្វាងមួយសន្ទុះក្រោយមកពេលមកដល់ Bahwa Tower លូគិតក្នុងចិត្តថាគ្រាន់តែថ្លៃចូលគឺ1 លានទៅហើយគេឆ្ងល់ថាតើនេះជាពិភពលោករបស់អ្នកចាយលុយធំឬនៅពេលនោះគេសម្គាល់ឃើញនរណាម្នាក់ដែលធ្លាប់ស្គាល់នៅក្បែរនោះគឺអតីតមិត្តស្រីរបស់គេជាមួយនឹងដៃគូថ្មីរបស់នាងឆាវសួរថាហេតុអ្វីបានជាអ្នកសុំទានព្យាយាមចូលក្នុងពិធីដេញថ្លៃជនក្បាត់នោះសើចចំអោកឲ្យតួឯកប្រុសហើយនិយាយថានាងពិតជាសំណាងណាស់ដែលបានជ្រើសរើសបងប្រុសឆាវបើមិនដូច្នេះទេជីវិតរបស់នាងនឹងរញ៉េរញ៉ៃតួឯកប្រុសឲ្យពួកគេថាជាគូស្នេហ៍ដ៏គួរឲ្យស្អប់ខ្ពើមហើយនិយាយថាគេនឹងបង្ហាញពួកគេថាទ្រព្យសម្បត្តិពិតប្រាកដមានលក្ខណៈដូចម្ដេចនៅថ្ងៃនេះអ្នកទទួលភ្ញៀវសួរថាតើគេចង់ចូលរួមក្នុងការដេញថ្លៃដែរឬទេហើយប្រាប់គេថាដើម្បីធ្វើដូច្នេះបានគេត្រូវតែបង្ហាញថាគេមានទ្រព្យសម្បត្តិលើសពី10 លាននៅពេលនោះតួឯកប្រុសគិតថាគេពិតជាត្រូវប្រែលុយរបស់ហ្វាងមែនប៉ុន្តែសម្រេចចិត្តថាគេនឹងសងនាងវិញនៅពេលក្រោយគូស្នេហ៍ក្បាប់នោះចាប់ផ្ដើមសើចចំអោកឲ្យតួឯកប្រុសឆាវប្រកាសថាប្រសិនបើលូមានលុយចូលរួមការដេញថ្លៃគេនឹងផ្សាយផ្ទាល់ខ្លួនឯងស៊ីលីម៉ាក់នារីដែលសាយនោះនិយាយថានាងដឹងថាគេក្រប៉ុណ្ណាដែលធ្វើឲ្យមនុស្សនៅជុំវិញពួកគេចាប់ផ្ដើមសើចចំអោកឲ្យតួឯកប្រុសទោះជាយ៉ាងណាក៏ដោយគាត់បានដកកាតដែលគាត់បានទៅពួរពីហ្វុងជាចេញមកដែលធ្វើឲ្យមនុស្សគ្រប់គ្នានៅជុំវិញភ្ញាក់ផ្អើលព្រោះវាទាមទារការចំណាយជាង100 លានដើម្បីកាន់កាប់កាតបែបនេះប្តីប្រពន្ធមួយគូនោះសង្ស័យថាកាតនោះជាកាតคล้ายៗហើយបានស្នើឲ្យសន្តិសុខពិនិត្យមើលឲ្យបានហ្មត់ចត់សន្តិសុខដើរចូលទៅជិតតួឯកហើយប្រមានថាប្រសិនបើកាតនោះคล้ายៗគាត់នឹងទទួលផលវិបាកប៉ុន្តែនៅពេលដែលកាតត្រូវបានស្កេនវាត្រូវបានអនុម័តភ្លាមសន្តិសុខត្រឡប់ទៅច្រកចូលវិញហើយប្រាប់តួឯកថាគាត់ត្រូវបានស្វាគមន៍នៅក្នុងតំបន់ VIP សន្តិសុខងាកទៅរកជនក្បត់ទាំងពីរហើយប្រាប់ពួកគេកុំឲ្យបង្កបញ្ហាហើយប្រសិនបើពួកគេចង់ស៊ីលីមួកពួកគេគួរតែធ្វើវានៅជិតបង្គំគីមីក្នុងស្រុកអ្នកទាំងពីរនៅស្ងៀមមិនហ៊ានមាត់កខណៈដែលមនុស្សជុំវិញសើចចំអកឲ្យពួកគេទោះជាយ៉ាងនេះក្តីពួកគេក្រោកឈរហើយដើរទៅកាន់ច្រកចូលដេញថ្លៃឆាវអះអាងថាលីយូនឹងសងចំពោះការធ្វើឲ្យពួកគេឆ្លងកាត់ការអាម៉ាស់បែបនេះប៉ុន្តែពួកគេត្រូវបានឃាត់ដោយសារច្រកចូលគឺសម្រាប់តែ VIP ប៉ុណ្ណោះហើយពួកគេមានត្រឹមតែកាតមាសស្តង់ដារឆាវក្រឡេកមើលទៅម្ខាងឃើញជួរមនុស្សយ៉ាងវែងហើយគិតថាវាជាថ្ងៃដ៏អាក្រក់បំផុតក្នុងជីវិតរបស់គាត់នារីម្នាក់នោះខឹងសម្បាយ៉ាងខ្លាំងដែលឆាវមិនអាចចូលទៅក្នុងតំបន់ VIP ជាមួយនាងហើយដោយសារតែត្រូវបានលីយូធ្វើឲ្យអាម៉ាស់នាងសម្រេចចិត្តថានាងត្រូវការស្វែងរកនរណាម្នាក់ដែលមានទ្រព្យសម្បត្តិស្តុកស្ទំជាងនេះមួយសន្ទុះក្រោយមកនៅក្នុងបន្ទប់ដេញថ្លៃលីអ៊ូកំពុងអង្គុយគិតអំពីពាក្យចចាមអារ៉ាមដែលគាត់បានឮអំពីទ្រព្យសម្បត្តិ
និងបច្ចេកទេសបណ្ដុះបណ្ដាលដែលតែងតែដាក់ដេញថ្លៃនៅទីនោះក្នុងពេលជាមួយគ្នានោះឈីអាវសម្លឹងមើលតួឯកពីចម្ងាយហើយសន្មតថាគាត់ច្បាស់ជាបានលួចឬទទួលបានកាតនោះដោយខុសច្បាប់នៅពេលនោះ Madame of Bawa Tower ស្នើឲ្យអ្នករាល់គ្នាយកចិត្តទុកដាក់ហើយប្រកាសពីការចាប់ផ្ដើមនៃវគ្គដេញថ្លៃនាងបង្ហាញមុខទំនិញទី1គឺ Ice Jade Incense ដែលជាវត្ថុបុរាណកម្រិតខ្ពស់ដែលចម្រាញ់ចេញពីសារធាតុនៃគ្លឿនក្រអូបកម្រផ្សេងៗនៅពេលប្រើក្នុងសមរភូមិវាស្តារសុខភាពអ្នកប្រើប្រាស់បាន 50% ការដេញថ្លៃចាប់ផ្ដើមគឺ1លានជាមួយនឹងការដំឡើងអបមរមា$100,000ការដេញថ្លៃជាច្រើនចាប់ផ្ដើមឈីអាវក្រាប់ឈរឡើងផ្ដល់ជូន2លានហើយនិយាយថាគាត់នឹងផ្ដល់វាជាកាដូដល់មិត្តស្រីរបស់គាត់ព្រោះមិនដូចនរណាម្នាក់គាត់ចេះជ្រើសរើសកាដូសូម្បីតែបន្ទាប់ពីទាក់ទងគ្នាបាន3ឆ្នាំក៏ដោយគាត់ញញឹមហើយផ្កើនតួឯកក្នុងចិត្តលីអ៊ូលើកស្លាករបស់គាត់ហើយផ្ដល់ជូន4លានមនុស្សជុំវិញនិយាយថាវត្ថុនោះមិនមានតម្លៃថ្លៃដល់ម្លឹងទេព្រោះវាគ្រាន់តែជាវត្ថុបុរាណជំនួយប៉ុណ្ណោះឈីអាវនៅពេលនោះដឹងថាគាត់មិនអាចប្រកួតប្រជែងជាមួយអ្នកដែលមានកាតមីសខ្មៅបានទេពិធីការនីគោះញញៀហើយបិទការលក់ក្នុងតម្លៃ4លាននាងអបអរសាទរអ្នកឈ្នះហើយប្រកាសទំនិញបន្ទាប់នៅតែទទួលធូបតួឯកគិតថាវាអាចសង្គ្រោះជីវិតមនុស្សបានដូច្នេះវាមានតម្លៃគ្រប់កាក់គ្រប់សេននារីនោះចាប់ផ្ដើមចាប់អារម្មណ៍ហើយឆ្ងល់ថាតើលីយូត្រូវបានញុះញង់ដោយពាក្យរបស់ចៅដែរឬទេហើយប្រសិនបើដូច្នោះមែននាងនឹងមិនបដិសេធគាត់ជុំបន្ទាប់បានកន្លងផុតទៅដោយគ្មានវត្ថុពិសេសណាមួយឡើយដោយដែលតួឯកបានសង្ស័យបន្ទាប់មកដល់ជុំចុងក្រោយដែលមានវត្ថុមួយឈ្មោះថា Nine Luminaries Azure Dragon Cloak តួឯកមានក្តីរំភើបនៅពេលឃើញវាពិធីការនីពន្យល់ថារបស់នោះធ្វើឡើងដោយអំបោះមាសដ៏ល្អបំផុតដែលបញ្ចូលដោយសារធាតុនៃឆ្អឹងនាគនិងផ្ដល់នូវការវាយប្រហារនិងការការពារទាំងផ្លូវកាយនិងវេទមន្តដ៏អស្ចារ្យធ្វើឲ្យអ្នកពាក់ក្លាយជាអ្នកខ្លាំងក្លាបំផុតការដេញថ្លៃចាប់ផ្ដើមគឺ3លានជាមួយនឹងការដំឡើងអបមរា$100,000រៀលមនុស្សគ្រប់គ្នានៅក្នុងបន្ទប់បង្ហាញការចាប់អារម្មណ៍យ៉ាងខ្លាំងចៅឈោហើយដាក់ការដេញថ្លៃនារីនោះសរសើរគាត់ខណៈដែលគាត់គ្រាន់តែឆ្ងល់ថាតើតួឯកនឹងធ្វើអ្វីបន្តទៀតលីយូក្រោកឈរហើយប្រកាសដេញថ្លៃ10លានមនុស្សគ្រប់គ្នាភ្ញាក់ផ្អើលនឹងចំនួនទឹកប្រាក់នេះដោយមនុស្សជាច្រើនបញ្ចេញប្រតិកម្មដោយការខកចិត្តឬខឹងសម្បាពិធីការនីចាប់ផ្ដើមចាប់អារម្មណ៍លើលីយូព្រោះនាងមិននឹកស្មានថានឹងបានឃើញអ្នកចំណាយដ៏ច្រើនបែបនេះនៅក្នុងការដេញថ្លៃធម្មតានាងនិយាយថានាងនឹងមិនអោយគាត់រួចខ្លួនទេហើយបញ្ចប់ការលក់ក្នុងតម្លៃ10លានតួឯកញាក់ទៅរកចៅហើយនិយាយថានេះហើយជាអត្ថន័យនៃភាពមានបានពិតប្រាកដហើយឯងមិនអាចប្រៀបធៀបនឹងកម្រិតរបស់ខ្ញុំបានទេលីយូសម្រេចចាប់ថាអ្នកគ្រប់គ្នាដែលមាវងើយគាត់នឹងត្រូវសងជួនកបฏដែលដឹងពីស្ថានភាពចាប់ផ្ដើមគិតរកវិធីចូលទៅចិត្តលីយូម្ដងទៀតហើយសម្រេចចិត្តថានាងនឹងត្រឡប់ទៅរកគាត់វិញយើងនឹងបន្តនៅភាគក្រោយសម្រាប់វីដេអូបន្ថែមដូចនេះសូមចុច Subscribe Channel និងបើកការជូនដំណឹងតួឯកបានមកដល់បន្ទប់ផ្លាស់សម្លៀកបំពាក់នៃ Bawa Tower គាត់មានអារម្មណ៍ល្អណាស់ក្នុងសម្លៀកបំពាក់ថ្មីរបស់គាត់រហូតទាល់តែសង្សារចាស់របស់គាត់បានបង្ហាញខ្លួននៅមាត់ទ្វារដោយនិយាយថានាងបានធ្វើខុសហើយចង់បានឱកាសទី2ដោយស្នាមញញឹមតួឯកបានសួរថាតើនាងមិននៅជាមួយជីនឆាទេឬឥឡូវនេះហើយហេតុអ្វីបានជានាងមកលូនក្រាបមករកគាត់វិញនារីនោះបណ្ដាចូលមកជិតសុំទោសនិងនិយាយថានាងពិតជាបានធ្វើខុសមែនដោយសារតែពួកគេមិនបានប្រារព្ធខួប3ឆ្នាំនៃការតាក់ទងគ្នារបស់ពួកគេនាងមានបំណងសងគាត់វិញនៅយប់នោះសម្លឹងមើលទៅស្រីពិសាសពលនោះតួឯកគិតថានៅពេលនេះនាងគ្មានន័យអ្វីសម្រាប់គាត់ទៀតទេហើយគាត់ធ្លាប់បានឃើញអ្នកដែលល្អជាងនេះឆ្ងាយណាស់បន្ទាប់មកគាត់បាននឹកឃើញដល់ស្នាមដ៏ស្រស់ស្អាតរបស់គាត់ដោយបដិសេធស្ត្រីនោះតួឯកបាននិយាយថាក្នុងអំឡុងពេលទំនាក់ទំនងរយៈពេល3ឆ្នាំរបស់ពួកគេនាងមិនដែលចង់ធ្វើអ្វីនោះទេអះអាងថារឿងនោះនឹងកើតឡើងបន្ទាប់ពីរៀបការប៉ុណ្ណោះប៉ុន្តែជាមួយជីនឆាវាបែរជាខុសគ្នាទៅវិញនៅពេលនោះមាននរណាម្នាក់បានមកដល់មាត់ទ្វារបន្ទប់ផ្លាស់សម្លៀកបំពាក់ហើយសួរថាហ
ហេតុអ្វីបានជាមានសម្លេងរំខានម្លេះលូមានការភ្ញាក់ផ្អើលដែលបានឃើញថាវាគឺជាថៅកែស្រីនៃបៅហ័រ Tower នាងបណ្ដាចូលមកជិតហើយសួរថាតើគាត់មានពេលនិយាយគ្នាបន្តិចទេនៅយប់នោះដោយជៀសវាងការសម្លឹងមើលចំភ្នែករបស់នាងតួឯកមានអារម្មណ៍រំភើបចំពោះសំណើនេះក្នុងពេលនោះដែរសង្សារចាក់របស់គាត់ដែលដួលទៅលើឥដ្ឋបានសម្លឹងមើលពួកគេទាំងពីរបន្ទាប់មកថៅកែស្រីបានទាត់ស្ត្រីក្បត់នោះដោយនិយាយថាមនុស្សសាមញ្ញដូចជានាងគួរតែពេញចិត្តនឹងការលាងបន្ទប់ទឹកនៅប៉មនេះទៅបានហើយឆាវបានមកដល់នៅពេលនោះដោយចោទប្រកាន់តួឯកថាជាជនបោកប្រាស់និងបាននាំឆ្មាំមួយចំនួនមកជាមួយបុរសទាំងនោះបានសុំឲ្យលូសហការជាមួយការស៊ើបអង្កេតនិងប្រគល់កាតរបស់គាត់ដើម្បីឲ្យពួកគេអាចផ្ទៀងផ្ទាត់គណនីបានលូបានប្រគល់កាតនោះប៉ុន្តែក្នុងចិត្តគាត់បានហៅរក Miss Fang ដោយសុំឲ្យនាងជួយសង្គ្រោះគាត់ពីបញ្ហាផ្សេងៗគូក្បត់ទាំងពីរបានប្រមូលផ្ដុំគ្នាម្ដងទៀតហើយចាប់ផ្ដើមចំអកឲ្យតួឯកទោះជាយ៉ាងណាក៏ដោយឆ្មាំបានប្រកាសថាកាតត្រូវបានផ្ទៀងផ្ទាត់ហើយពិតជាត្រូវបានចោះឈ្មោះក្នុងឈ្មោះរបស់លោកលូមែនតួឯកមានអារម្មណ៍ធូរស្រាលដោយលួចឲ្យគុណ Miss Fang ក្នុងចិត្តសម្រាប់ការផ្លាស់ប្ដូរព័ត៌មានគណនីទាន់ពេលវេលាមុនពេលចាក់ចេញឆ្មាំបានព្រមានឆាវថាប្រសិនបើគាត់នៅតែបន្តបរិហាកេតញាក់ដតីគាត់នឹងត្រូវបញ្ជូនទៅសាកសួរដោយក្តីខឹងសម្បាឆាវបានងាកមករកលូហើយសួរថាតើកណ្ដុលដូចជាគាត់អាចទទួលបានកាតបែបនេះដោយរបៀបណានិងប្រើល្បិចអ្វីដោយការសើចលូបានឆ្លើយថាគាត់ចូលចិត្តឃើញឆាវខឹងបែបនេះណាស់ដោយក្តីខឹងខ្លាំងឆាវបានដកដាវរបស់គាត់ដោយនិយាយថាគាត់នឹងកំចាត់លូដោយទំនុកចិត្តតួឯកបានប្រកួតជាមួយគាត់ដោយនិយាយថាគាត់ចង់សាកល្បងសម្លៀកបំពាក់ថ្មីរបស់គាត់ទោះជាយ៉ាងណាក៏ដោយ Lady of the Tower បានវាឆាវជាមួយនឹងផ្លិតរបស់នាងហើយថ្លែងថាវាគ្រប់គ្រាន់ហើយដោយគំរាមកំចាត់គាត់ប្រសិនបើគាត់នៅតែទទូចចង់វាយគ្នានៅក្នុងបាវហ័រ Tower ដោយត្រូវគេវាយឆាវបានដីថាវាមិនល្អទេក្នុងការរករៀងជាមួយនាងខណៈដែលគាត់នឹងសង្សារចាំទៅដល់មាត់ទ្វារមុនពេលពួកគេអាចនិយាយអ្វីផ្សេងទៀត Lady of the Tower បានបណ្ដេញពួកគេចេញងាកមកតួឯកវិញ Lady of the Tower បាននិយាយថាឥឡូវនេះគាត់ចំពេះគុណនាងហើយសួរថាតើគាត់មានបំណងសងនាងវិញយ៉ាងដូចម្ដេចលូបានអរគុណនាងសម្រាប់ជំនួយនិងបានស្នើសុំប៉ាវអាហារពេលល្ងាចនាងបានបដិសេធដោយនិយាយថាអាហារពេលល្ងាចមិនចាំបាច់ទេនិងស្នើឲ្យគាត់មកបន្ទប់របស់នាងដើម្បីនិយាយគ្នាបន្តិចលូដោយនឹកឃើញថាគាត់ទើបតែចំណាយពេលយប់មុនជាមួយហ្វូនីនិងខ្លាចថាគាត់នឹងអស់កម្លាំងបានស្ទាក់ស្ទើរសួរថាតើវាមិនសមរម្យទេដឹងព្រោះនាងហាក់ដូចជាស្ត្រីដែលរៀបការរួចដោយទឹកមុខក្រៀមក្រំនាងបានសួរថាតើគាត់ចង់មានន័យថានាងចាក់ពេកឬដែលចូលទៅជិតគាត់នាងបានអះអាងថាមានជំនាញច្រើនជាងស្ត្រីក្មេងៗទៅទៀតដោយខ្សឹបអ្វីមួយដាក់ត្រចៀកគាត់នាងបានធ្វើឲ្យតួឯកចង់រត់គេចខ្លួនដោយអះអាងថាគាត់មានរឿងបន្ទាន់ត្រូវដោះស្រាយទោះជាយ៉ាងណាក៏ដោយនាងបានខាត់គាត់សុំឲ្យគាត់ស្ដាប់ហើយបន្ទាប់មកទាញគាត់មកថើបខណៈពេលកំពុងថើបគាត់នាងគិតថានាងបានឮថាគាត់អាចមានអ្វីលាក់នៅក្នុងមាត់របស់គាត់ហើយនាងចង់ស្វែងរកវាដោយខ្លួនឯងនាងបានភ្លក់រសជាតិដូចគ្នាទៅនឹងបងស្រីរបស់នាងប៉ុន្តែឆ្ងល់ថាតើបងស្រីរបស់នាងមិនត្រូវបានផ្សារភ្ជាប់នៅក្នុងភ្នូររបស់ស៊ូនយួនទេឬបន្ទាប់មកនាងគិតថាប្រសិនបើមានដាននៅក្នុងមាត់វាត្រូវតែមាននៅកន្លែងផ្សេងទៀតផងដែរនាងលុតជង្គង់ចុះហើយប្រាប់តួឯកថានាងនឹងជួយគាត់ឲ្យធូរស្រាលបន្តិចនាងបានដឹងថាវាពិតជារសជាតិរបស់បងស្រីនាងក៏ដូចជា Sister Who និង Sister Wong ដែរនៅពេលនោះតួឯកឆ្ងល់ថាតើនេះជារបៀបដែលអ្នកមានរស់នៅឬនារីវ័យក្មេងនេះបានសួរថាតើនរណាផ្សេងទៀតក្រៅពី Emperor Shin អាចទទួលបានសេវាកម្មពីបងប្អូនស្រីរបស់នាងបានឮថា Emperor Shin ធ្លាប់ធ្វើការនៅការិយាល័យចុះឈ្មោះអាពាហ៍ពិពាហ៍សួគ៌ប៉ុន្តែត្រូវបានទម្លាក់មកកាន់ដែនមនុស្សលោកដោយសារតែឧស្សាហ៍អវត្តមានពីការងារតួឯកដោយមានអារម្មណ៍ក្តៅខ្លាំងនិងមិនអាចទប់បានតទៅទៀតក៏បានបញ្ចប់ដោយការបាញ់កំជ្រួតនារីនោះក្រោកឈរហើយសួរថាវាមានអារម្មណ៍យ៉ាងណាសម្រាប់គាត់ហើយលូបានឆ្លើយទាំងញ័រថាវាពិតជាអស្ចារ្យណាស់អស្ចារ្យខ្លាំងមែនទែនបន្ទាប់មកនាងបានផ្ដល់ទូរស័ព្ទដៃឲ្យគាត់ដោយនិយាយថាដោយសារគាត់ថ្មីនៅទីនោះគាត់ប្រហែលជាមិនទាន់មានមធ្យោបាយទំនាក់ទំនងទេហើយឥឡូវនេះគាត់នឹងមានលេខទំនាក់ទំនងរបស់នាងប្រសិនបើគាត់ត្រូវការអ្វីគាត់អាចហៅទៅនាងបានព្រោះខៀងយ៉ាវតែងតែទំនេរសម្រាប់គាត់ជានិច្ច
តួឯកមានការរំភើបចិត្តនៅពេលដឹងថានៅក្នុងពិភពលោកនោះក៏មានទូរស័ព្ទដៃដែរព្រោះគាត់គិតថាអ្នកគ្រប់គ្នានៅតែប្រើ talisman ដើម្បីទំនាក់ទំនងស្នាមញញឹមនាងនិយាយថាលូពិតជាគួរឲ្យអស់សំណើចព្រោះការប្រើ talisman គឺជារឿងបុរាណសពថ្ងៃនេះមនុស្សប្រើទូរស័ព្ទដៃសម្រាប់ការហៅទៅឆ្ងាយនិងប្រើទូរគមនាគមន៍សម្រាប់ទំនាក់ទំនងជិតៗនាងបានអោបលូហើយសួរថាតើគាត់ចង់ឲ្យនាងបង្រៀនគាត់ពីទូរគមនាគមន៍ដែរឬទេភ្លាមៗនោះពន្លឺមួយបានលេចឡើងនៅចំពោះមុខលូវាគឺជាត្រារបស់អធិរាជដែលធ្វើឲ្យយ៉ាវប្រកាសថាគាត់ត្រូវតែជាជាតិចាប់ជាតិថ្មីរបស់ Emperor Shin នៅពេលនោះនាងបានផ្ដល់ឲ្យគាត់នៅចិញ្ចៀនផ្ទុករបស់ហើយពន្យល់ថាការផ្ទុកទូរស័ព្ទដៃឲ្យគេឃើញអាចបង្កបញ្ហាប៉ុន្តែជាមួយនឹងចិញ្ចៀននេះគាត់អាចរក្សាវាទុកដោយសុវត្ថិភាពគាត់បានអរគុណនាងហើយនាងបានឆ្លើយតបថាមិនមែនជាបញ្ហាទេទោះជាយ៉ាងណាក៏បន្ទាប់មកនាងបាននឹកឃើញដល់បងស្រីរបស់នាងដែលត្រូវបានជាប់គុកអស់រយៈពេល1000ឆ្នាំនិងរបៀបដែលគ្រួសាររបស់នាងបានជួបប្រទះការលំបាកតាំងពីពេលនោះមកតួឯកឆ្ងល់ថាតើយ៉ាវអាចនឹងកំពុងធ្វើការជាមួយឈិនគង់បាវដែរឬទេប៉ុន្តែនារីនោះប្រាប់គាត់ឲ្យសម្រេចចិត្តព្រោះនាងនឹងមិនក្បត់គាត់ឡើយតួឯកមានការភ្ញាក់ផ្អើលនៅពេលដឹងថានាងអាចអានចិត្តរបស់គាត់បាននាងបានប្រុងប្រយ័ត្នបន្ថែមចំពោះគំនិតរបស់គាត់នៅជុំវិញមនុស្សដែលមានអំណាចព្រោះពួកគេអាចមើលឃើញអ្វីដែលនៅក្នុងចិត្តរបស់នរណាម្នាក់បន្ទាប់មកតួឯកបានចាប់ផ្ដើមសរសើរនាងគ្រប់បែបយ៉ាងដោយភាពខ្មាស់អៀន Lady of the Tower បានឆ្លើយតបថាគាត់មិនមើលទៅដូច Emperor Shin ទេហើយសួរថាតើពេលវេលាដែលឃ្លាតឆ្ងាយទាំងអស់នោះបានធ្វើឲ្យគាត់ទន់ជ្រាយឬប៉ុន្តែនាងបានសុំឲ្យគាត់ឈប់លេងសើចយ៉ាងឆាប់រហ័សដោយរំលឹកគាត់ថាកន្លែងនោះមានគ្រោះថ្នាក់នាងបានយកសៀវភៅបង្រៀនអំពីដំណើរជីវិតនៃមនុស្សលោកហើយប្រាប់គាត់ឲ្យព្យាយាមរៀនអ្វីមួយពីវាតួឯកបានអរគុណនាងចំពោះសេចក្តីសប្បុរសរបស់នាងហើយសួរថាតើពំនេះមានលក់ព័ត៌មានដែរឬទេព្រោះគាត់ចង់ដឹងអ្វីមួយអំពីឪពុកនិងបងប្អូនជីដូនមួយរបស់គាត់នាងបានបញ្ជាក់និងនិយាយថានាងនឹងដាក់សំណើហើយពួកគេប្រហែលជានឹងទទួលបានចម្លើយក្នុងរយៈពេល 2-3 ថ្ងៃតួឯកបានអរគុណនាងនិងនិយាយថាគាត់នឹងត្រឡប់ទៅបណ្ដុះបណ្ដាលវិញដើម្បីកុំឲ្យរំខានពេលវេលារបស់នាងតទៅទៀតនាងបានឆ្លើយថានាងចង់នៅជាមួយគាត់យូរជាងនេះព្រោះនាងគិតថាពួកគេនឹងចំណាយពេលភាគច្រើននៅយប់ជាមួយគ្នានៅពេលនោះបុរសទាបម្នាក់បានបង្ហាញខ្លួនហើយសួរថាតើគាត់អាចនិយាយជាមួយនាងរហូតដល់យប់ជ្រៅបានទេព្រោះគាត់មានពេលទំនេរច្រើនដោយការធុញទ្រាន់នាងបានសួរថាតើគាត់ជាហត់ដែរឬបុរសនោះនៅតែទទូចដោយផ្ដល់នូវសម្បត្តិរបស់ជីតាទួតរបស់គាត់ជាថ្នូលនឹងការនៅកំដរនាងដោយក្តីខឹងនាងបានស្តោះអ្វីមួយចូលទៅក្នុងមាត់របស់បុរសនោះដែលបានបញ្ចេញមតិថារសជាតិរៀងប្រៃបន្តិចនៅថ្ងៃនោះហើយសួរថាតើនាងមានអារម្មណ៍ស្រួលខ្លួនទេដោយក្តីខឹងខ្លាំងនាងបានស្រែកឲ្យគាត់ចេញទៅខណៈពេលដែលនៅពីក្រោយតួឯកបានស្គាល់កូនតូចៗរបស់គាត់នៅក្នុងមាត់របស់បុរសនោះមួយសន្ទុះក្រោយមកតួឯកកំពុងចាយចេញទីប៉មនៅពេលដែលបុរសទាបនោះបានហៅគាត់ដោយសុំឲ្យលូរងចាំងាកមកវិញតួឯកឆ្ងល់ថាតើបុរសនោះបានដឹងពីអ្វីដែលគាត់ទើបតែបានស៊ីឬអត់តួឯកបានងាកមកហើយសួរថាបុរសនោះចង់បានអ្វីបុរសទាបដែលកំពុងខឹងនោះបាននិយាយថាទោះបីជាលូគ្រាន់តែជាមនុស្សធម្មតាក៏ដោយក៏ Sister King Yao បំរើគាត់ដោយស្ម័គ្រចិត្តដែរតួឯកឆ្ងល់ថាតើបុរសនោះហ៊ាននឹងព្យាយាមវាយគាត់ឬប៉ុន្តែភ្លាមនោះបុរសនោះបានចាប់ដៃរបស់លូហើយយំសួរថាតើគាត់អាចយកឈ្នះចិត្ត Sister King Yao ដោយរបៀបណាឬតើគាត់មានល្បិចអ្វីឃើញស្ថានភាពបែបនេះតួឯកបានចោទសួរថាតើបុរសនោះជាមនុស្សល្ងងឬលូបន្ទាប់មកបានងាកហើយនិយាយថាគាត់មិនមានពេលទេព្រោះគាត់នឹងទៅបរបាញ់សត្វចម្លែកដើម្បីឡើងកម្រិតបុរសនោះបានតោងជើងរបស់លូដោយនិយាយថាការសម្លាប់សត្វចម្លែកគឺគ្មានអ្វីសោះបើធៀបនឹងរឿងនេះហើយបានអង្វរតួឯកឲ្យបង្រៀនគាត់នៅល្បិចឆ្លាស់បុរសនោះបានបង្ហាញថាគាត់មកពីធាងហ្គាំងសេកនឹកបានអះអាងថាពួកគេមានផ្ដល់ធនធានបណ្ដុំបណ្ដាលជាច្រើននៅពេលនោះតួឯកបាននឹកឃើញថា Guild នេះត្រូវបានគេស្គាល់ថាជាទីផ្សារងងឹតហើយថាការមានបុរសនេះជាសម្ព័ន្ធមិត្តនឹងក្លាយជាការជំរុញដ៏អស្ចារ្យនៅក្នុងពិភពជំនួញដូច្នេះតួឯកបានប្រាប់បុរសនោះថាប្រសិនបើគាត់ពិតជាចង់ដឹងពីអាថ៌កំបាំងគាត់នឹងត្រូវបង្ហាញថាគាត់សុខចិត្តចំណាយសម្រាប់វា
បុរសនោះបានបង្ហាញរបស់របរជាច្រើននិងបានបញ្យល់ថាតម្លៃនៃរបស់កម្រទាំងនោះទាបជាងនឹងការដេញថ្លៃប៉មឆ្ងាយណាស់ដោយផ្ដល់ជូនពួកគេជាអំណោយដោយតួឯកដោយទំនុកចិត្តលូគិតថាគាត់បានរំពឹងទុកបែបនេះរួចហើយពីបុរសម្នាក់នេះហើយថាពិតប្រាកដរបស់ទាំងនោះជារបស់មានតម្លៃបុរសនោះចាប់ផ្ដើមពន្យល់ពីការប្រើប្រាស់ពេញលេញនៃរបស់ទាំងនោះហើយសួរថាតើលូអាចបង្ហាញល្បិចរបស់គាត់ឥឡូវនេះបានទេលូបន្ទាប់មកបានផ្ដល់សៀវភៅមួយនិយាយថាវាលំអិតអំពីសិល្បៈនៃភាពស្និទ្ធស្នាលរវាងបុរសនិងស្ត្រីរួមទាំងបច្ចេកទេសផ្សេងៗសៀវភៅនេះក៏បានជួយចិញ្ចឹមបេដាយធាតុដើមរបស់មនុស្សម្នាក់ដោយផ្ដល់អត្ថប្រយោជន៍ដល់ទាំងរាងកាយនិងចិត្តដោយក្តីរីករាយបុរសនោះបានអរគុណតួឯកហើយបន្ទាប់ពីអានសៀវភៅបន្តិចគាត់បានបញ្ចេញមតិថាវាពិតជាមគ្គុទ្ទេសក៍ច្បាស់លាស់មែនលូគេចខ្លួនចេញតួឯកគិតថាគាត់បានកត់ត្រាអ្វីៗទាំងអស់ដែលស៊ូដាជីបានបង្រៀនគាត់នៅក្នុងសៀវភៅនោះហើយឥឡូវនេះគាត់អាចឡើងកម្រិតបានច្រើនជាងមុននៅកន្លែងផ្សេងទៀតក្នុងព្រៃមួយតួឯកត្រូវបានឡោមព័ទ្ធដោយឆ្កែព្រៃប្រហែលជាជាង100នៅក្នុងកន្លែងនោះត្រៀមខ្លួនជាមួយនឹងរបស់ថ្មីរបស់គាត់ឬបាននិយាយថាគាត់ត្រៀមខ្លួនរួចរាល់ហើយដើម្បីកម្ចាត់ពួកវាគាត់បានសម្រុកទៅរកឆ្កែព្រៃជាច្រើនហើយបានកម្ចាត់ពួកវាទាំងអស់ដោយការវាយប្រហារតែមួយសារប្រព័ន្ធមួយបានលេចឡើងដោយអបអរសាទរគាត់សម្រាប់ការឈានដល់កម្រិត20អង្គុយនៅលើដីតួឯកបានវិភាគថាថ្នាំនិងតាលីស្ម៉ាន់ពីបុរសតូចនោះពិតជាល្អណាស់ដែលជួយពន្លឿនការរីកលូតលាស់របស់គាត់យ៉ាងខ្លាំងទោះជាយ៉ាងណាគាត់បាននឹកឃើញថាគាត់នៅតែមិនទាន់មានថ្នាក់នៅឡើយហើយនិយាយថាគាត់នឹងទៅសាលធំដើម្បីមើលមកដល់សាលធំអ្នកបម្រើការបានសួរថាតើនាងអាចជួយគាត់យ៉ាងដូចម្ដេចគាត់បានឆ្លើយថាគាត់បានឈានដល់កម្រិត20ហើយសួរថាតើនាងអាចជួយគាត់ក្នុងការផ្លាស់ប្ដូរឋានៈរបស់គាត់ទៅជាអ្នកចម្បាំង Warrior បានទេនារីនោះបានព្យាយាមប៉ុន្តែបរាជ័យតួឯកបន្តមកបានសួរថាតើគាត់អាចផ្លាស់ប្ដូរទៅជាអ្នកកាន់ដាវបានទេប៉ុន្តែវាក៏បរាជ័យម្ដងទៀតអ្នកបម្រើការបានសុំទោសនិងនិយាយថាប្រពន្ធបានបង្ហាញថាគាត់មិនបំពេញតាមតម្រូវការសម្រាប់ការផ្លាស់ប្ដូរថ្នាក់ទេដោយអស់សង្ឃឹមតួឯកបាននិយាយថានេះជារឿងគួរឲ្យអស់សំដោចហើយសួរថាហេតុអ្វីចាស់ចេញពីកន្លែងនោះគាត់ឆ្ងល់ថាតើវាមានពាក់ព័ន្ធអ្វីជាមួយអត្តសញ្ញាណរបស់គាត់ជាអធិរាជដែរឬទេបន្ទាប់មកគាត់បានសម្រេចចិត្តត្រឡប់ទៅវិញហើយសួរស៊ូដាជីអំពីស្ថានភាពនេះត្រឡប់ទៅភ្នូវិញគាត់សម្គាល់ឃើញថារូបរាងអធិរាជរបស់គាត់បានលេចឡើងម្ដងទៀតនៅពេលដែលដាជីឃើញគាត់មកដល់នាងបានរត់ទៅរកគាត់ហើយនិយាយថានាងនឹកគាត់លូបានឆ្លើយថាការជំរុញ boost របស់គាត់ចិត្តអស់ហើយគាត់បានត្រឡប់មកវិញដើម្បីបញ្ចូលវាគាត់បានសួរថាហេតុអ្វីបានជាគាត់មិនអាចផ្លាស់ប្ដូរថ្នាក់របស់គាត់ដាជីបានពន្យល់ថាដោយសារតែខ្សែឈាមអធិរាជរបស់គាត់មិនអាចប្រៀបធៀបទៅនឹងមនុស្សសាមញ្ញបានទេបន្តមកនាងបាននិយាយថានាងនឹងរៀបចំផ្លែឈើវិញ្ញាណមួយដែលមានថាមពលដើម្បីបង្កើនកម្រិតកំណត់របស់គាត់ប៉ុន្តែគាត់នឹងត្រូវតមការប្រើបច្ចេកទេសពិសេសរយៈពេល3ថ្ងៃលូបានអរគុណនាងសម្រាប់រឿងនេះស្នំទី2របស់គាត់បានបង្ហាញខ្លួននិយាយថានាងក៏នឹកក៏ដែរនិងសប្បាយចិត្តណាស់ដែលបានបម្រើគាត់ខុនសូតមេបានបញ្ចេញមតិថាចាប់ពីពេលនេះទៅគាត់មិនគួរមានញាក់សំណប់ចិត្តទៀតទេប៉ុន្តែគួរតែចែករំលែកក្តីស្រឡាញ់របស់គាត់ក្នុងចំណោមពួកគេទាំងអស់គ្នាដាជីបានពន្យល់ថាខណៈពេលដែលគាត់នៅឆ្ងាយពួកគេបានបញ្ជូនការបណ្ដុះបណ្ដាលរបស់ពួកគេដើម្បីបង្កើតវត្ថុបុរាណតែមួយគត់សម្រាប់គាត់តួឯកមានការរំភើបចិត្តនៅពេលឮដូច្នេះហើយដាជីបានសូមឲ្យគាត់ដើរតាមនាងតួឯកបន្ទាប់មកបានឃើញគ្រែពណ៌ក្រហមដ៏ភ្លឺចិញ្ចែងដាជីបាននិយាយថាវត្ថុបុរាណនេះនឹងធ្វើឲ្យការបណ្ដុះបណ្ដាលរបស់គាត់លឿនជាងមុន2ដងដោយការខ្មាស់អៀនលូបាននិយាយថានេះពិតជាសម្បត្តិដ៏មានតម្លៃណាស់បន្ទាប់មកនារីបានឡើងលើគ្រែហើយសួរថាគាត់កំពុងរង់ចាំអ្វីទៀតដើម្បីចាប់ផ្ដើមការបណ្ដុះបណ្ដាលយើងនឹងបន្តនៅក្នុងភាគបន្ទាប់សម្រាប់វីដេអូបន្ថែមដូចនេះសូមចុច Subscribe Channel និងបើកការជូនដំណឹងជួបគ្នានៅពេលក្រោយ